ក៏tôi chiaថ្មីការថ្មីបាទកាលណាយើងរងចាំការថ្មីក្របថ្មីនៅពេលវេលានេះយើងបន្ថយទឹកអញ្ចឹងវានឹងធ្វើទុកផ្លែមុនបាទធ្វើទុកផ្លែដែលធំអញ្ចឹងអាផ្លែធំវាមិនអាចអត់ទឹកបានទេវាត្រូវការកាលណាបើអត់ទឹកមានន័យថាប្រព័ន្ធការដែលទៅចិញ្ចឹមអាការលូតលាស់របស់វាហ្នឹងគឺអត់បានល្អទេបាទខ្វះទឹកក៏ជ្រុះអាក្តាប់ខោអាក្តាប់ចេញក្រោយហ្នឹងតែលើកទឹកក៏ជ្រុះតែអញ្ចឹងបងត្រូវមានផលវិបាកនៅក្នុងការធ្វើហើយមកដល់ពេលវេលានេះសូម្បីតែអ្នកដែលអត់មានផ្លែនៅលើដើមសោះមានតែការទៅបរិថ្មីការបន្ថយទឹកសម្រាប់យកការហ្នឹងក៏វាមានការពិបាកនៅក្នុងការដោះស្រាយដែរតើបងអត់ទឹកហ្នឹងកម្រិតហ្នឹងវាប៉ះពាល់យ៉ាងម៉េចហើយឡើងទឹកហ្នឹងវាប៉ះពាល់យ៉ាងម៉េចដែលធ្វើឲ្យការហ្នឹងពិបាកនឹងកាន់នៅជាប់នឹងតើរបស់យើងដែរវាតឹងតែងបំផុតនៅពេលដែលកម្ដៅកើនឡើងខ្លាំងគឺស្មុគស្មាញគឺពិបាកនៅក្នុងការកំណត់បាទបើយើងធ្វើការនៅក្នុងរដូវដែលត្រឹមត្រូវទៅតាមវដ្តទៅតាមការរវល់ជុំរបស់ការកកើតផ្លែរបស់តារ៉េនណាពីទូទៅយើងតែទៅការរវល់ជុំរបស់តារ៉េនបើតាមរដូវកាលគឺត្រូវទៅចេញការនៅក្នុងខែ12ចាខែ12ចេញការខែ6ពាក់កណ្ដាលចុងខែ6អាចនឹងប្រមូលផលមានន័យថាវាវិវត្តបែបហ្នឹងបើសិនជាជាក់ស្ដែងយើងមិនធ្វើអីសោះយើងថែតែស្លឹកស្រោចទៅទឹកការវានឹងចេញនៅក្នុងកំឡុងខែ12ហ្នឹងឯងបាទវាអត់មានខែភេទអីមករំខានគឺចេញជាទៀងទាត់អញ្ចឹងបើសិនជាវាចេញក្នុងខែ12វានឹងរីកនៅក្នុងកំឡុងចុងខែ1អីប៉ុណ្ណឹងចុងខែ1ឬក៏ដើមខែ2ទេចាអញ្ចឹងវាមិនទាន់ឡើងកម្ដៅខ្លាំងដោយសពថ្ងៃទេបើយើងនិយាយពីគេហៅថាខែខ្មែរយើងដែលយើងធ្លាប់ចំណាំគេថាខែគុណចែកពិសាបាទខែ3នេះគឺខែក្តៅខ្លាំងបាទអរគុណចែកពិសានោះគឺក្តៅខ្លាំងហើយបើចូលដល់ខែចែកគឺកាន់តែក្តៅខ្លាំងចាបើសិនជាយើងធ្វើផ្លែធ្វើផ្កាគឺយើងធ្វើមិនឲ្យវាកើតចេញនៅក្នុងកំឡុងពេលដែលនៅស្ថិតនៅក្នុងខែមៀកទៅណាបោះមៀកហ្នឹងទៅវានៅមានសំណើមវាមានតិចតិចនៅឡើយវាមិនទាន់កើតកម្ដៅរហូតដល់38 39 40អង្សាហើយតែធ្វើមិនឲ្យចេញបាទអញ្ចឹងកន្លែងហ្នឹងមួយដែលបងប្អូនកំពុងតែគិតថាចុះបើវាមកចេញទៅពេលហ្នឹងឲ្យខ្ញុំធ្វើម៉េចខ្ញុំក៏ចង់ដែរចង់ចេញមុនគេចង់ឲ្យចេញទៅពេលហ្នឹងដែរខ្ញុំខែថតអត់បានត្រៀមអត់បានបំរុងលក្ខណៈណាមួយដើម្បីឲ្យបានការនៅក្នុងពេលវេលាដែលយើងចង់បានប៉ុន្តែការពិតការបើចេញទៅតាមដំណើររបស់វាឲ្យត្រឹមត្រូវត្មងគឺនៅក្នុងកំឡុងខែ12ហ្នឹងដើមខែ12អាចនឹងមានវត្តមានការតិចច្រើនវាចេញតែបើយើងរាប់ទៅសូម្បីតែខ្ញុំក៏មានមកដល់ថ្ងៃនេះក៏មានការនៅទ្របពញងមួយចង្កោពីចង្កោមិនតិចដល់តិចអាហ្នឹងវាតែតែមានទេប៉ុន្តែលក្ខខណ្ឌដែលត្រូវចេញត្មងគឺចេញនៅក្នុងខែ12នោះទេអញ្ចឹងយើងក៏បរ៉ែបដោយបងប្អូនបានមកសេរីយើងធ្វើតែមួយសេរីហ្នឹងទៅកុំទៅចង់បានច្រើនសេរីអាក្រោយពិបាកក្នុងការធ្វើណាពិបាកនៅក្នុងការទប់ទល់នឹងការជ្រុះហ្នឹងណាបាទហើយបើសិនជាវាផ្កានៅក្នុងពេលហ្នឹងណាខ្ញុំនិយាយថាការរីកនៅក្នុងពេលដែលខែ4នេះណាថ្ងៃ5ថ្ងៃ6ខែ4ការរីកឬក៏ខ្ញុំនិយាយថាការរីកថ្ងៃ1ខែ4ចា៎ចាអញ្ចឹងគាត់ថាតើប្រហែលខែដែលយើងនឹងបានផលនឹងប្រមូលផលយើងត្រូវចំណាយពេល4ខែ10ថ្ងៃបាទអញ្ចឹងយើងរាប់មើលក្នុងថ្ងៃ1ខែ4ថ្ងៃ1ខែ5មួយខែថ្ងៃ1ខែ6 2ខែថ្ងៃ1ខែ7 3ខែថ្ងៃ1ខែ8 4ខែ10ថ្ងៃទៀតអញ្ចឹងថ្ងៃ10ខែ8បានបងប្រមូលផលអញ្ចឹងអាការថ្ងៃ1ខែ4ថ្ងៃ10ខែ8បានប្រមូលផលហើយទៅចូលដល់ថ្ងៃ10ខែ8ហើយគឺជាពេលវេលាត្រូវភ្លៀងច្រើនបាទចាប់ដើមមានភ្លៀងចាប់ដើមដល់ពេលវេលាដែលគេផលិតត្រួយផលិតស្លឹកតែយើងអត់មានឱកាសនៅក្នុងការផលិតអត់មានឱកាសនៅក្នុងការថែដើមអញ្ចឹងផ្កាក្តាប់យើងវានៅតែក្រោយគេជាប្រចាំបាទអញ្ចឹងបើមិនជាមានផ្កាមានក្តាប់មានផ្លែនៅក្នុងកំឡុងប្រហាក់ប្រហែលគេដែរតែវាបានមិនបានគ្រប់គ្រាន់មិនបានពេញចិត្តតែយើងទ្រាំយកប៉ុណ្្នឹងទៅចាំពេលរដូវកាលក្រោយចាំយើងចាប់ដើមរៀបចំឲ្យវាចេញនៅក្នុងកំឡុងពេលជាមួយគេហាក់ប្រហែលជាមួយគេហើយធ្វើយ៉ាងម៉េចខ្ញុំគាត់ថាមិនគួរទៅទុកទេមិនគួរទុកឲ្យវាដល់វារីកទេបើយល់ល្អគ្រាន់តែឃើញការមកត្រឹមទ្របញងអីហ្នឹងយើងអាចថាដកវាចេញទៅ
បេះវាចេញទៅខែដើមឲ្យល្អទៅហើយបើមានផ្លែយើងនៅលើដើមឧទាហរណ៍ថាដើមហ្នឹងអាយុ6ឆ្នាំផ្លែតែ10ផ្លែអាចេញត្រូវទៅជាមួយគេខុសគ្នាតិចតួចហ្នឹងយកអា10ហ្នឹងទៅបើផ្កាចេញមកទៀតបើវាចេញប្រហាក់ប្រហែលគ្នាហ្នឹងខុសគ្នា4 10ថ្ងៃជាមួយនឹងអាផ្កាមុនអាក្តាប់មុនហ្នឹងវាអត់ខុសអត់អីទេតែបើវាកម្រិតលេងផ្លែឥឡូវហ្នឹងវាមានអាមួយ3គីឡូ2គីឡូហើយដោយសារតែផ្កាទៅម្រិចបាទមួយសាទៀតខ្ញុំគិតថាមិនគួរទៅយកទេបាទมันចាំបាច់ចង់បានទេខុសគ្នាយូរណាស់ខុសគ្នាឡើង70ថ្ងៃហ្នឹង76ថ្ងៃហ្នឹងខុសគ្នាឡើង2ខែជាងហ្នឹង2ខែកន្លះសួរតែយើងទ្រាំត្រូវយកវាទៅអីបាទចឹងខុសគ្នាឆ្ងាយហើយម្យ៉ាងអាហ្នឹងវាទៅប៉ះពាល់ដល់ពេលវេលាដែលយើងត្រូវស្លឹកពេលវេលាដែលត្រូវបំពន់ផ្លែបំពន់ដើមបំពន់ស្លឹកនោះវាអត់បានធ្វើទេនៅរវល់ខ្លាចធ្វើទៅវាប៉ះពាល់ផ្លែខ្លាចធ្វើទៅខ្លាចជ្រុលផ្លែនៅគិតតែចឹងរហូតដល់ពេលដល់វគ្គគេថាគេផលិតស្លឹកអាធៀបយកផ្លែយើងគិតមើលចូលខែសីហាខែ8យើងមិនត្រូវផលិតស្លឹកចូលក្រោយយកផ្លែបាទស្លឹកយកផ្លែឯងបើអត់ទឹកឬក៏ទប់ស្លឹកដើម្បីឲ្យផ្លែចាស់កាត់ទៅវាបានឆ្ងាញ់ដែរទៅចេះវិញទៅខ្លះបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាមិនគួរទេសូម្បីតែខ្ញុំបិទតែខ្ញុំមានបទពិសោធន៍មែនតែអាខុសពេលខុសវេលាមកដល់ពេលនេះចង់បានចង់ការមករីកនៅពេលហ្នឹងក៏ខ្ញុំពិបាកឆ្លើយតបនៅវិធីសាស្ត្រទប់ស្កាត់កុំឲ្យជ្រុលដែរព្រោះថាវាតែជាហួសហើយបាទពេលហើយយើងកំពុងទៅដើរជំហានឈានមកដល់ដល់នៃដល់កំពង់ចាមអីទៅនឹកឃើញថាផ្លេចឬក៏នឹកឃើញគេឲ្យទៅយកមនុស្សម្នាក់ទៀតនៅទីផ្ទះនៅស្ទឹងត្រង់នៅវិញព្រោះយើងរៀងខ្សោយអារម្មណ៍ក្នុងការគិតទៅរឿងហ្នឹងអញ្ចឹងយើងត្រូវតែធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់បាទកុំចង់បានអាសេរីចេញក្រោយគេរហូតដល់2ខែជាងហ្នឹងយើងយកបានសេរី1សេរី2បាទបើយើងនិយាយមកដល់ចេញទៅសេរីពេលហ្នឹងគេហៅសេរីទី20បាត់ហើយបាទមិនមែនសេរី2ទេបាទผมថាតែខ្ញុំមានសេរីទី1សេរីទី2អត់ទី2ទេបើផ្កាទៅនេះឥឡូវនេះមិនមែនសេរីទី2ទេសេរីទី2គេខុសគ្នាតែកន្លះខែទៅអាសេរីទី1វាទុំមុនកន្លះខែក្រោយអាសេរីទី2ទុំអាហ្នឹងមកគេមាន2សេរីគាត់មិនគិតចឹងណាគាត់គិតថាអាចចេញមកទី1ទី2ដែរគាត់មានអាយុណាហើយគាត់មានចាតែសេរីទី1និងសេរីទី20អីចឹងទៅហ្នឹងនៅតែបាទអញ្ចឹងយើងយកបានលុះត្រាតែការដណ្ដំសងគ្នាបាទមានន័យថាវាប្រហាក់ប្រហែលគ្នាវាលើសលួសគ្នាត្រឹមក្រោមកន្លះខែអាហ្នឹងយើងជិះយាមយកវាទៅអត់ខុសទេបាទក្រោមកន្លះខែវាអាចតោងសេរីគ្នាលក់ជាបន្តបន្ទាប់ហើយអានេះមានណាលក់រួចអស់គេសួរតរេនអស់ហើយវគ្គ1អស់ហើយអាទៅក្រោយគេសួរថាដល់វគ្គ2នៅទេកន្លះខែក្រោយគេសួរដល់វគ្គ2នៅទេដល់ពេល1ខែ2ខែក្រោយគេសួរដល់វគ្គ2ដល់ហើយទៅបន្តបាទលក្ខខណ្ឌនេះខ្ញុំចង់ទីបងប្អូនថាគួរកុំរងចាំយើងខែដើមស្លឹកដើម្បីត្រៀមរដូវកាលថ្មីទៅសម្រាប់អ្នកដែលការទៅតែរីកនៅពេលនេះហើយមិនបាច់ចាំយកមកដោះស្រាយមកសួរបងប្អូនយើងដែលគាត់ផលិតបានផ្លែ2 3គីឡូហើយគាត់ឆ្លើយគាត់អស់ឲ្យឆ្លើយគាត់មិនដឹងតែឆ្លើយថាម៉េចទៅធ្វើម៉េចឥឡូវទៅធ្វើម៉េចហើយគាត់ធ្វើអត់ត្រូវដែរបាទពេលវេលាខុសគ្នាអាចនឹងធ្វើទៅមិនត្រឹមត្រូវទេអាចនឹងខុសអាចនឹងមិនអាចនឹងល្អទេនិយាយចេះទៅព្រោះដោយសារអីពេលវេលាក៏ខុសគ្នាហើយទៅអាកាសធាតុប្រែប្រួលខុសគ្នាទៀតបាទការបើសិនជាធ្វើនៅក្នុងចេញនៅក្នុងខែ10ខ្ញុំឧទាហរណ៍ថាចេញបើខ្ញុំឆ្នាំទៅខ្ញុំចេញនៅថ្ងៃទី30ខែ10បាទព្រោះឆ្នាំនេះខ្ញុំចេញនៅថ្ងៃទី20ខែ11ខុសគ្នា20ថ្ងៃអញ្ចឹងឆ្នាំទៅចេញនៅថ្ងៃ30ខែ10 30ខែ11 30ខែ10ខ្ញុំរីក2ខែបាទអញ្ចឹងការរីកនៅក្នុងកំឡុងចុងខែ12ដើមខែ1នេះគេហៅថារដូវអាកាសធាតុត្រជាក់អាកាសធាតុធ្លាក់ត្រជាក់យើងនិយាយរួមថាកូនរដូវរងាចាយើងនៅក្នុងស្រុកយើងមានកូនរដូវរងាមួយដែលមានពេល1ខែចាប់ពីពាក់កណ្ដាលខែ12ដល់ពាក់កណ្ដាលខែអាហ្នឹងគេហៅថាកូនរដូវរងាអញ្ចឹងយើងមានពេលវេលាមួយក្នុងការធ្វើឲ្យផ្កាយើងនឹងវាបានកាន់ណាអាកាសធាតុនឹងវាមិនឲ្យផលឲ្យការកាន់ការប្រកាសគេសបានល្អហើយតែតងការដាក់ទឹកការថយទឹកឲ្យយើងនឹងគឺវាមិនសូវជាស្មុគស្មាញទេបាទអ
ចឹងអាកូនរដូវវាហ្នឹងវាមិនឲ្យផលឲ្យកេសរហ្នឹងវាកាប់បានល្អបាទ